Woman appeared in court. ពេលមានគ្រោះអាសន្នប្រទេសអូស្ត្រាលីមានលេខមួយខ្សែដែលប្រជាជនទូទាំងប្រទេសអាចខលទៅបានគឺ03ដងការខលនេះមិនតម្រូវឲ្យអ្នកទាំងអស់គ្នាមានលុយក្នុងទូរស័ព្ទឬក៏មានស៊ីមក្នុងទូរស័ព្ទនោះទេឲ្យតែទូរស័ព្ទដំណើរការគឺអាចខល03ដងនឹងបាន03ដងនេះគឺមិនរើសភាសានោះទេបើអ្នកទាំងអស់គ្នានិយាយខ្មែរគឺគាត់នឹងបញ្ជូនភាសាខ្មែរបកប្រែឲ្យអ្នកភ្លាមលេខ03ដងនេះគឺសំខាន់មែនទែនបើសិនជាអ្នកខលលេងសើចគឺអ្នកទាំងអស់គ្នានឹងត្រូវជាប់ទោសនៅក្រោមច្បាប់ប្រទេសអូស្ត្រាលីហើយលេខ03ដងនេះមិនប្រកាន់ថាអ្នកទាំងអស់គ្នាមានលុយឬក៏អត់នោះទេគឺគេនឹងសួរជាមុនសិនថាតើអ្នកទាំងអស់គ្នាមានគ្រោះអាសន្នបែបណាហើយត្រូវការអ្វីជាមុនឡានទឹកឡានប៉ូលីសឬក៏ឡានពេទ្យច្បាប់នៅប្រទេសអូស្ត្រាលីក៏ដាក់ទោសផងដែរបើសិនជាអ្នកទាំងអស់គ្នាបង្កើតបញ្ហាហើយមិនទទួលរកជំនួយឧទាហរណ៍ដូចជាអ្នកទាំងអស់គ្នាបើកម៉ូតូទៅបុកបង្គោលភ្លើងបើសិនជាអ្នកទាំងអស់គ្នាមិនទទួលជំនួយទេអ្នកទាំងអស់គ្នានឹងត្រូវបានពិន័យពីបទបើករត់ឬក៏ភាសាអង់គ្លេសហៅថា hit and run